ឆ្លើយតបនឹងប្រតិកម្មរបស់រដ្ឋាភិបាលថៃលើរបាយការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជាថៃលោក Tom Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជាបានបញ្ជាក់ថាលោកបានផ្ញើសេចក្តីព្រាងមួយផ្នែកទៅកាន់រដ្ឋាភិបាលថៃមុនពេលចេញផ្សាយសេចក្តីថ្លែងការណ៍2ថ្ងៃសេចក្តីព្រាងនៃរបាយការណ៍មួយផ្នែកដែលលោក Tom Andrew បានផ្ញើទៅរដ្ឋាភិបាលថៃនោះគឺមានខ្លឹមសារពាក់ព័ន្ធនឹងចំនួនព្រំដែនកម្ពុជាថៃនិងការផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋកម្ពុជាក្នុងសេចក្តីបំភ្លឺដែលចេញផ្សាយនៅថ្ងៃទី6ខែសីហាឆ្នាំ2026លោក Tom Andrew ឲ្យដឹងទៀតថាទោះបីមិនទទួលបានការឆ្លើយតបពីរដ្ឋាភិបាលថៃលើសេចក្តីព្រាងនៃរបាយការណ៍ពាក់ព័ន្ធចំនួនព្រំដែនកម្ពុជាថៃក៏ដោយក៏លោកនៅតែបើកចំហនិងមានបំណងពិភាក្សាជាមួយភាគីថៃដើម្បីស្ដាប់ទស្សនៈនិងការពន្យល់របស់ពួកគេសូមជម្រាបជូនថាការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសថៃកាលពីដើមខែសីហានេះបានចេញមុខជំទាស់ចំពោះការលើកឡើងរបស់លោក Tom Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជាដែលថាប្រជាពលរដ្ឋកម្ពុជាប្រមាណ 65,000 នាក់បានផ្លាស់ប្ដូរទីលំនៅដោយសារចំនួនព្រំដែនក្រៅពីច្រើនចោលការលើកឡើងរបស់ Tom Andrew ភាគីថៃបានអះអាងថាក្នុងចំណោមពលរដ្ឋខ្មែរផ្លាស់ប្ដូរទីលំនៅទាំងនោះមានមួយចំនួនបានរស់នៅតំបន់របស់ប្រទេសថៃគ្រាដែលថៃបានផ្ដល់ជំរកដល់អសន្នកាលពីចុងទសវត្សរ៍ឆ្នាំ1970បន្ថែមពីនេះថៃថែមទាំងបានចោទប្រកាន់ថាពលរដ្ឋកម្ពុជាទាំងនោះនៅតែបន្តរស់នៅលើទឹកដីថៃដោយខុសច្បាប់និងឈ្លានពានប្រទេសថៃទៀតផងលោក Andrew បានស្វាគមន៍ចំពោះមតិយោបល់និងការឆ្លើយតបដូចនេះរបស់រដ្ឋាភិបាលថៃលើសេចក្តីថ្លែងការណ៍របស់លោកទោះជាយ៉ាងណាលោក Tom Andrew អះអាងថាសេចក្តីថ្លែងការណ៍របស់លោកគឺផ្អែកលើរបាយការណ៍របស់អង្គការសហប្រជាជាតិដែលផ្ដោតពីទុកកង្វល់ផ្នែកសំណុះនិងចាំបាច់ត្រូវតែយកចិត្តទុកដាក់ដោយមិនគិតពីការទាមទារទឹកដីដែលមានចំនួននោះឡើយជាមួយគ្នានេះផងដែរលោក Tom Andrew បានឲ្យដឹងទៀតថាលោកនឹងបញ្ចប់របាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដើម្បីដាក់ជូនប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅខែកញ្ញាខាងមុខនេះមុនពេលបញ្ចប់របាយការណ៍លោក Tom Andrew ក៏អះអាងថានឹងតាក់ទងទៅរដ្ឋាភិបាលថៃម្ដងទៀតក្រោយដែលសង្ឃឹមថាលោកនឹងអាចជួបពិភាក្សានិងស្ដាប់ទស្សនៈរបស់ពួកគេមុនរបាយការណ៍ត្រូវបានផ្សព្វផ្សាយជាផ្លូវការក្នុងន័យនេះលោក Tom Andrew អំពាវនាវឲ្យភាគីកម្ពុជានិងថៃដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីនិងឲ្យបានឆាប់រហ័សដើម្បីឲ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញនៅក្នុងបរិយាកាសមានសុវត្ថិភាពនិងស្ថិរភាពព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ពីឱកាសសេដ្ឋកិច្ចដែលកើតចេញពីការធ្វើពាណិជ្ជកម្មតាមព្រំដែន។